សម្រាប់ assignment ទី1នឹងដែរគឺខ្ញុំសូមមកដោយសារតែខ្ញុំនៅក្នុង group 2អញ្ចឹងខ្ញុំសូមមកនិយាយតាក់ទងជាមួយនឹងគោលបំណងដែលលោកគ្រូចង់ឲ្យរកនឹងអញ្ចឹងទី1តាក់ទងជាមួយនឹង assignment នឹងដែរគឺគោលបំណងគឺទៅសេនៅក្នុង C program ដើម្បីកណនាកម្លាំង electrostatic រវាងបរិមាណរបស់បន្ទុក2 molecule បន្ទុក2អញ្ចឹងទៅដែរបង្អែកទៅលើច្បាប់របស់ Coulomb ខេអញ្ចឹងច្បាប់របស់ Coulomb នឹងដែរនៅពេលដែលកម្លាំង electrostatic វាមានរូបមន្តស្មើជាមួយនឹង K គុណជាមួយនឹង norm នៃគុណ1គុណជាមួយនឹងគុណ2ចែកជាមួយនឹង r ការ៉េអញ្ចឹងតិចតិចខ្ញុំនឹងបញ្យល់ថាអីទៅជា K អីទៅជាគុយហើយអីទៅជា r ហើយគោលបំណងនឹងដែរថាលោកគ្រូចង់ឲ្យបញ្ចូលជា3 variable ចូលទៅក្នុងរូបមន្តមួយហ្នឹងហើយ program នឹងដែរត្រូវតែបញ្ចេញមកនៅក្នុង loop ហ្នឹងថានៅពេលដែលយើងដោះស្រាយលំហាត់ហ្នឹងហើយយើងអាចមានជា function អីមួយដើម្បីឲ្យរបស់ហ្នឹងវាដំណើរការម្ដងហើយម្ដងទៀតចឹងទៅអញ្ចឹងoutput របស់វាគឺទី1ចេញមកជាឲ្យបញ្ចេញជា ឆាក of particle 1ឆាក of particle 2 distance ហើយចម្លើយចុងក្រោយហ្នឹងគឺកម្លាំង electrostatic ចឹងទៅអញ្ចឹងខ្ញុំសូមមកចូលកូដខ្ញុំមកគឺ visual code អញ្ចឹងដូចដែលខ្ញុំបាននិយាយមកអញ្ចឹងខ្ញុំនៅក្នុង group 2ហើយនៅក្នុង department CLO Hack Control Book ហើយនៅក្នុងនឹងដែរខ្ញុំសូមមកប្រាប់ឈ្មោះខ្ញុំឈ្មោះហ៊ុនMarinette ID របស់ខ្ញុំគឺ E2023 ហើយអញ្ចឹងមុននឹងយើងអាចចូលកូដរបស់យើងបានគឺតែយើងយក nom include studio របស់កូដជា person stdio.hash ហើយ integer main វងកញ្ចក់មួយខេអញ្ចឹងនៅក្នុងការកណនានឹងដែរខ្ញុំសូមយកលូកឈ្មោះថា do យកមកប្រើvà យើងអាចប្រើជា var ឬក៏ប្រើជា do ចឹងទៅតែខ្ញុំសូមយកខេអញ្ចឹងអត់ទាន់ដល់ការដែលយើងប្រើលូកនេះទេគឺខ្ញុំសូមមកបញ្ចូល function ដែលយើងត្រូវតាំងឲ្យ variable របស់យើងសិនអញ្ចឹងយើងត្រូវ input variable មាន3តាក់ទងជាមួយនឹង chart តាក់ទងជាមួយនឹង k ហើយនឹង r ចឹងទៅអញ្ចឹងខ្ញុំសូមជ្រើសរើសយក function double មកផលដោយសារតែ double យើងដឹងថាចំនួន3របស់វាគឺធំជាង float ចឹងទៅអញ្ចឹងខ្ញុំសូមយក double មកផលហើយតាមវាជាអ្នកគុយ1គុយ2ហើយនឹង r ដែល r វាគឺជា constant ហើយអញ្ចឹងខ្ញុំសូម comment ថាវាគឺជា chart វាគឺជាបន្ទុកហើយនឹងជា distance ហើយអញ្ចឹងរបស់ខ្ញុំជ្រើសរើសយក function របស់មកដូចគ្នាតាក់ទងជាមួយនឹងការតាំងទៅនៅ r ហើយអញ្ចឹងតាំងទៅលើ k ស្មើជាមួយនឹង 8.99 គុណជាមួយនឹង10សេគុណ9អញ្ចឹង10សេគុណ9យើងដាក់មកជាសេគុណអញ្ចឹងទៅសេគុណ4 k ហើយខ្ញុំសូមជ្រើសរើសយកប្រភេទជាតម្លៃដូចគ្នាប៉ុន្តែយកជា f វិញ f ព្រោះអីវាត្រូវការតាំងកម្លាំង electrostatic ដោយ f អញ្ចឹងខ្ញុំសូមតាំង function របស់ដូចគ្នាហើយអញ្ចឹងរបស់ខ្ញុំគឺ f ស្មើជាមួយនឹងno អត់តែ a ហើយអញ្ចឹងបិទវាដាក់ថាជា result តែខ្ញុំភ្លេចប្រាប់ថាវាគឺជា Coulomb constant ហើយអញ្ចឹងវាគឺជាតម្លៃដែលគេឲ្យស្រាប់ទេអាហ្នឹងអញ្ចឹង f វាគឺជា electrostatic force ហើយមួយវិញទៀតខ្ញុំសូមតាំងទៅលើ variable ឆាវាគឺជាជំរើសចុងក្រោយដែលខ្ញុំនឹងបង្ហាញថាយើងយកអាច function variable choice នឹងយកមកផលដើម្បីអីតែអញ្ចឹងនេះ for repeat បានន័យថានៅពេលដែលយើងកណនាបានលុបហើយអញ្ចឹងយើងចង់កណនាម្ដងទៀតដោយបញ្ចូលតម្លៃថ្មីបានតែអញ្ចឹងអានោះគឺជាគោលបំណងក្នុងការតាំងជា variable choice អញ្ចឹងយើងចាប់តាមមកចូលក្នុង loop របស់យើងអីអញ្ចឹងតម្លាក់ទី1យើងត្រូវកាត់ទៅលើ input ថា input ហ្នឹងយើងចង់បានអីគេខ្លះបានថាគោលបំណងរបស់គ្រូគឺចង់ឲ្យបញ្ចូលជាមានជា variable 3ហើយអញ្ចឹងជំហានដំបូងគឺ print ឲ្យ user គាត់ថាឲ្យ print ចេញតម្លៃ enter chart of q1 ហើយអញ្ចឹង q1 ហ្នឹងដែរយើងដឹងថាវាគិតជា Coulomb អូខេហើយយើងឲ្យ user scan ដាក់តម្លៃនឹងបញ្ចូលមកតម្លៃដែលគេចង់ចូលហ្នឹងគេថាដោយសារតែយើងជ្រើសយក function របស់មកផលអញ្ចឹងនៅពេលដែលយើង scan យើងត្រូវដាក់ឲ្យវាស្គាល់ដូចគ្នាថាជា function អីគេអញ្ចឹង function របស់ផលជាមួយនឹងភាគរយ LF ថាហើយឲ្យវាបញ្ចូលតម្លៃ q1 electron ទី1ហើយមួយវិញទៀតដូចគ្នាទេអញ្ចឹងខ្ញុំសូម copy កូដហ្នឹងដាក់កូដហ្នឹងដាក់ការនេះគុយ2វិញq2ហើយអានេះដូរដាក់ q2 ដែរហើយមួយវិញទៀតគឺយើងត្រូវឲ្យវា print ដូចគ្នាគឺ print តម្លៃconstant រវាង inter distance between two chart បន្ថែមរវាងចម្ងាយរវាងelectron ទី1ហើយនិង electron ទី2ចឹងទៅខេអញ្ចឹងពេលដែលយើងដឹងហើយ particle ខេអញ្ចឹងផ្នែករបស់វាគឺយើងយកក៏ជា match នៅពេលដែលយើងដាក់វាហើយយើងត្រូវឲ្យ scan ដូចគ្នាអញ្ចឹងគោលបំណងក្នុងការឲ្យដល់ពេល variable 3ហ្នឹង
bữa đạiលោកគ្រូចង់បានហើយអញ្ចឹងវាក៏ជាប្រភេទរបស់ function ដែរអញ្ចឹងវាយកភាគរយ LF របៀបមួយបញ្ចូលតម្លៃរបស់ a ជាកម្មខែទឹកនៅពេលដែលយើងឲ្យវាបញ្ចូលតម្លៃឲ្យហើយអស់ហើយយើងមកត្រូវចង់រូបមន្តតាក់ទងជាមួយនឹងគូលំឡងដែររូបមន្តគឺដូចដែលខ្ញុំបាននិយាយពីខាងដើមវីដេអូ f ស្មើជាមួយនឹង k គុណជាមួយនឹង norm នៃ q1 គុណជាមួយនឹង q2 k ចែកជាមួយនឹងa ក្រេ k ចឹងខ្ញុំសូមដោយសារតែមិនបានតាំងខែចង់ដាក់ឈ្មោះហើយខ្ញុំសូមដាក់ឈ្មោះថ្ងៃនេះម៉ាត់គុណម៉ាស៊ីថ្ងៃខែចឹងខ្ញុំសូមបន្តទៀតនៅពេលដែលយើងបានតាំងហើយយើងចង់រូបមន្ត s ស្មើជាមួយ k ដែលយើងបានចង់មិញហ្នឹងគុណជាមួយនឹងរបស់គុយ1គុណជាមួយនឹងគុយ2ចែកជាមួយនឹង a k គុណជាមួយនឹង a sorry a ទូស្មីcolumn មួយ k ចឹងយើងបានជារូបមន្តមួយហើយអញ្ចឹងនៅពេលដែលយើងចូលមកបន្ទាប់នឹងហើយយើងត្រូវដឹងពី output របស់យើងតែ output របស់យើងគឺយើងចង់បានជា result បែបម៉េចនៅពេលដែលលោកវាដល់ការកណនីហើយយើងត្រូវឲ្យវាបង្ហាញនៅលើ terminal របស់យើងចេញពាក្យថាឲ្យវាបង្ហាញ sorry print ពាក្យថាឲ្យវាចុះបន្ទាត់មួយមកយក electrostatic flux is ស្មើជាមួយនឹង electrostatic flux ស្មើជាមួយនឹងបានថារូបមន្តវាដែរបានថានៅពេលដែលខ្ញុំដាក់ 3 នៃខ្ញុំបានថាអាលេខ3នេះខ្ញុំយកវាបៀខំ3ខ្ទង់បើមិនយើងដាក់លេខ4វានឹងយកចំនួនទៀតស្ពាកក្រោយហ្នឹងថា4ខ្ទង់អីហើយហ្នឹងបានថាគុណជាមួយនឹងសាយគុណដែលយើងដាក់ឲ្យរូបមន្តគុយហើយនឹងគុយ1និងគុយ2ចឹងទៅអូខេអញ្ចឹងយើងមកដល់ត្រឹមហ្នឹងដែរយើងត្រូវឲ្យវាស្មើ n ហ្នឹងយើងតាំងឲ្យ f ទៅជា newton ចឹងទៅហើយឲ្យដក clear 2 ដងអូខេដើម្បីឲ្យវាកុំឲ្យច្រឡំចឹងទៅឲ្យវាងាយស្រួលមើលអូខេអញ្ចឹង f យើងយក function f យកមកប្រើនៅក្នុងនេះដែរអូខេស្មី column ហើយយើងចាប់តាមមកកាត់ពីលោកបន្ទាប់អីថានៅពេលដែលបើថាវាគឺជាប្រភេទយើងខលវាថាជា loop control នៅពេលដែល user គាត់បញ្ចូលតម្លៃហ្នឹងហើយអស់ហើយយើងត្រូវ print ដូចគ្នាគឺ print ពាក្យថា do you want to calculate it again ហើយចឹងហើយអីហើយចឹងនៅក្នុងនោះដែរយើងត្រូវដាក់រវាងចំនួន2 y ជាមួយនឹង n បើសិនបើយកពាក្យថា y អញ្ចឹងយើងនឹង repeat វាសារឡើងវិញប៉ុន្តែបើសិនជាយក n កូដរបស់យើងនឹង stop ត្រឹមប៉ុណ្ណឹងហើយចឹង scan f function ដែលយើងយកយើងតាំងនៅលើគឺជាឆាអញ្ចឹងវាជា function របស់ភាគរយ c ខេអញ្ចឹងនៅពេលដែលយើងដាក់ function វាហើយយើងឲ្យវាបញ្ចូលជា variable choice ខេ semicolon មួយហើយឲ្យវាចូលបន្ទាត់ដូចគ្នាឬក៏អត់ print /n ហើយអញ្ចឹងបើសិនបើក្រៅពីករណីហ្នឹងយើងត្រូវគិតថាលោកមួយទៀតនៅពេលដែលយើងឲ្យជំរឿសទៅកាន់ user ឲ្យគាត់បញ្ចូល y ហើយអូខេឲ្យគាត់បញ្ចូល y ឬក៏មិនថាគាត់បញ្ចូល y តូចឬក៏ y ធំអីអញ្ចឹងវាអាចចេញដូចគ្នាបានថាយើងអាច repeat បានដូចគ្នា y ធំអូខេអញ្ចឹង semicolon មួយយើង return តម្លៃនឹងវិញមកឬក៏អាចក៏បានដែរឡើងហ្នឹងអូខេហើយកូដរបស់យើងគឺហើយអីចឹងខ្ញុំសុំ run សាច់អូខេចឹង click semicolon កន្លែង print ជួរទី29អូខេ click print អូខេចឹងខ្ញុំអានេះអូខេអូខេ clear វា clear terminal អូខេ run again អូខេបានហើយអញ្ចឹងខ្ញុំឧទាហរណ៍ថាឲ្យតម្លៃបន្ទុកទី1គឺ1គុណជាមួយនឹង10សេគុណដកជាមួយនឹង10ឬក៏27អូខេអញ្ចឹងមួយទៀតគឺខ្ញុំឲ្យដកដូចគ្នាគឺ110វិញ10គុណនឹង10សេគុណដកជាមួយនឹងអូខេអេឡិចត្រូនវាច្រើនវាដកធំព្រោះវាគូហើយចម្ងាយរបស់វាគឺខ្ញុំយកធំតាប្រវែង 0.5 ទេអូខេអញ្ចឹងនៅពេលដែលយើងដឹងប៉ុណ្ណឹងហើយយើង enter វាមួយទៀតមកវានឹងកណនីកម្លាំងដែររកឃើញនឹងហើយអាកម្លាំងដែលយើងរកឃើញនឹងដែរអាក្បៀសនេះគេយកធំតា3ខ្ទង់ហើយអាខាងក្រោយនេះគឺគេឲ្យវាស្មើ0ហើយរបស់វាឡើងទៅដល់ដកជាមួយនឹង45អូខេដក45ដោយសារនេះខំចាស់អូខេអញ្ចឹងនៅពេលដែលខ្ញុំចង់ repeat វាសារឡើងវិញខ្ញុំបញ្ចូលតម្លៃ y អូខេអញ្ចឹងវាអត់ឲ្យចឹងនៅពេលដែលខ្ញុំចង់ឲ្យវា repeat ម្ដងទៀតដល់យើងគ្រាន់តែបញ្ចូល y មកវានឹង repeat ឲ្យយើងម្ដងទៀតហើយអញ្ចឹងអមថាយើងដាក់មួយដូចគ្នាអញ្ចឹងនៅពេលដែលយើងដាក់ n អូខេវានឹង stop តាមប៉ុណ្ណឹងអូខេអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេអញ្ចឹងខ្ញុំសូមអរគុណលោកគ្រូហើយជម្រាបលា